สปอร์ก็ได้สปอร์เรามีบ้านเป็นเช่นสมาร์ทพิบคนไอ้แต่บายังโดยถักปลาพิบจะเตียงมันเหมือนหันกิจกรรมพิบตาจิกาเปิดได้โดยบริษัทในแม่หน่อยเลยបងធម្មតាពាក្យថាការបញ្ចុះបញ្ចូលវាតែងតែប្រើឲ្យការតាក់ទាញព្រោះអីតំណែងល្អកាលណាយើងមានតំណែងល្អមកវិជាពលរដ្ឋបានវិជាពលរដ្ឋគ្រប់គ្រងយើងហ្នឹងគឺជាចំណុចកលឹះមួយហើយខ្ញុំគិតថាភាពតាក់ទាញហ្នឹងមិនមែនថាភាពជាអ្នកដឹកនាំអត់មានទេត្រូវតែមានបើមិនយើងអត់មានតាក់ទាញឲ្យអ្នកក្រុមការដឹកនាំយើងឲ្យជឿយើងហងតើយើងបានណាអ្នកណាគ្រប់គ្រងយើងហើយម្យ៉ាងមួយទៀតចំពោះថាសកម្មភាពខ្ញុំអត់ចូលរួមប្រហែលជានេះគឺជាអ្វីមួយដែលខ្ញុំមិនអាចទទួលយកបានទេព្រោះអីថាសកម្មភាពពុកមិញហ្នឹងខ្ញុំចូលរួមសកម្មមែនតើរហូតដល់បែកញើសឲ្យបាត់ស្បែកជើងស្បែកអីរត់លងពេញដីទាំងអស់ហើយជាពិសេសអ្វីខ្ញុំពេញចិត្តចម្ងាយប្រហែលគីឡូដែលទទួលបន្ទុកចំពោះការផ្លូវហ្នឹង300ម៉ែត្របង300ម៉ែត្រចាហើយព្រោះអីសូម្បីតែមួយកូនក្មេងហ្នឹងធ្វើទាំងមួយកូនក្មេងទៀតហើយកូនក្មេងត្រឡប់តលិនគឺធ្វើពួកគ្នាទាំងអស់បងចាតើតើមកដល់សំណួរខ្ញុំដដែលវិញសភាពយ៉ាងម៉េចទៅបានរក្សាបានចំនួនប្រជាជនបាទចំណុចដែលខ្ញុំរក្សាបានចំនួនប្រជាជនគឺថាគឺខ្ញុំប្រើការទំនាក់ទំនងរបស់ខ្ញុំគឺទាំងស្រុងទៅជាមួយគាត់ហ្មងគឺថាទៅផ្ទះមួយទៅផ្ទះមួយហើយសុំកាត់តិចចុះតកតងជាមួយនឹងចំណុចហ្នឹងខ្ញុំចង់សួរទៅសុភាពនៅកណ្ដាលបន្តិចរវាងវរៈនិងសុផលដែលគាត់លើកឡើងហ្នឹងតើសុភាពហ្នឹងយល់ឃើញយ៉ាងម៉េចដែរចំពោះយើងជាបេក្ខជនដូចគ្នាការលើករបស់វរៈត្រឹមត្រូវឬការលើករបស់សុផលត្រឹមត្រូវដែរអានេះជាគំនិតរបស់ខ្ញុំប៉ុន្តែត្រង់ថាមិនមានគំនិតមិនមានទំនុកចិត្តឲ្យគេទាក់ទាញសោះស្រាប់តែចង់ទៅធ្វើបង្ហាញឲ្យគេខ្ញុំគិតថាអាហ្នឹងជាភាពអស្ចារ្យមួយសម្រាប់អ្នកកំណត់បែបហ្នឹងខ្ញុំមិនបដិសេធទេក៏ប៉ុន្តែយើងមើលទៅថាសង្គមយើងសពថ្ងៃមានកន្លែងណាមួយដែលគេទៅធ្វើឲ្យបានគេមកស្រែកសុំសម្លេងក្រោយមានតែសុំសម្លេងមុនបានគេនេះបាទអានេះកំណត់ខ្ញុំឃើញរាល់ថ្ងៃអញ្ចឹងអរគុណសុផលហើយនឹងអរគុណបេក្ខជនទាំងអស់ឥឡូវនេះតាមតួលេខខ្ញុំមិនទាន់បានបញ្ជាក់ថាអ្នកដែលត្រូវបន្តជាមួយកម្មវិធី2អ្នកនោះបានប្រមាណបន្ទុកទេហើយនឹងអ្នកដែលបញ្ចប់នោះបានប្រមាណបន្ទុកប៉ុន្តែគ្រាន់តែខ្ញុំបញ្ជាក់ថាអ្នកដែលធ្វើល្អនៅក្នុងវិញ្ញាសានេះគឺបានរហូតដល់83សម្លេងហើយអ្នកដែលធ្វើមិនបានល្អនៅក្នុងវិញ្ញាសានេះបានតែ31សម្លេងគ្រាន់តែប៉ុណ្្នឹងទេប៉ុន្តែបាទអញ្ចឹងនៅចន្លោះហ្នឹងខ្ញុំមិនបានបញ្ជាក់ថាអ្នកណាហើយក៏ខ្ញុំពេលដែលប្រកាសបន្តនេះក៏ខ្ញុំមិនប្រកាសថាបានអ្នកណាបានគ្រាន់តែប្រកាសថាអ្នកណានឹងបន្តអ្នកណាត្រូវត្រឡប់ទៅផ្ទះតែប៉ុណ្ណោះសូមអបអរសាទរចំពោះសុផលនិងលក្ខណៈបាទនឹងបន្តជាមួយនឹងកម្មវិធីរបស់យើងជាបន្តហើយយើងនៅសល់2នាក់ទៀតគឺនៅសល់វរៈជាមួយនឹងសុភាពដែលការងារពួកគាត់ហ្នឹងគួរឲ្យចាប់អារម្មណ៍ហើយមិនដឹងថាតើអ្នកណាធ្វើល្អជាងអ្នកណាហើយអ្នកណានៅបន្តនិងអ្នកណាត្រូវទៅផ្ទះតួលេខថាវរៈត្រូវត្រឡប់ទៅផ្ទះវរៈមានអីអះអាងនឹងការពារខ្លួនឬយ៉ាងម៉េចដែរវរៈខ្ញុំអត់មានអីទេព្រោះខ្ញុំឃើញលទ្ធផលដែលខ្ញុំធ្វើអីវាមានការជន់គ្នាមែនប៉ុន្តែតកតនៅអ្វីដែលខ្ញុំសួរជាមួយនឹងសុភាពវរៈអត់មានភាពជឿជាក់ខ្លះទេជួនសុភាពមនុស្សដែលចូលរួមមែនប៉ុន្តែការបោះឆ្នោតមិនមែនទៅតាមចំនួនប្រជាជនចូលរួមដែរណាបើតាមនេះគឺសំដៅទៅលើការប្រមូលបាទវិសានេះប្រមូលមិនបោះឆ្នោតទេអញ្ចឹងកាលណាគេប្រមូលទៅហើយណាមួយភូមិគេធ្វើផ្លូវហ្នឹងដាច់ពីកន្លែងខ្ញុំអញ្ចឹងគេងាយស្រួលក្នុងការគ្រប់គ្រងមនុស្សហើយយើងជឿសុភាពនិយាយដែរយើងមើលទៅឃើញជួនសុភាពថា8មែនប៉ុន្តែក្មេងនោះ50អីចឹងទៅណាយើងខ្ញុំថាមិនត្រូវព្រោះជួនធម្មតាខ្ញុំក៏ត្រូវឧទាហរណ៍ថាខ្លួនខ្ញុំធ្វើបានល្អដែរខ្ញុំមិនដែលត្រូវចុះចាញ់ថាខ្ញុំធ្វើបានអាក្រក់ខ្ញុំទៅឃើញវរៈឯមួយនេះជាលើកទី1នៅក្នុងកម្មវិធីដែលខ្ញុំតាំងពីសប្តាហ៍ទី1រហូតដល់សប្តាហ៍ទី9ដែលខ្ញុំហាក់ដូចជាមានការងឿឆ្ងល់ចំពោះវរៈឯនៅពេលហ្នឹងឥឡូវបែរមកខាងសុភាពវិញសុភាពមានភាពជឿជាក់ដែរបើសិនជាយើងផ្លាស់ប្ដូរគម្រោងដោយឆាប់ពេកអញ្ចឹងហើយពេលវេលាយើងនៅសល់ប្រហែល1ម៉ោងសម្រាប់អនុវត្តគម្រោងបន្តទៀតអញ្ចឹងខ្ញុំនៅតែអះអាងដដែលហ្មងគឺនៅតែខ្ញុំនៅតែមានភាពជឿជាក់នៅលើអ្វីដែលខ្ញុំផ្លាស់ប្ដូរគម្រោងមែនប៉ុន្តែខ្ញុំមានគំនិតគម្រោងច្បាស់លាស់មួយថ្មីហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានទំនុកចិត្តលើខ្ញុំហើយជឿជាក់ឲ្យថ្ងៃចុះច្បាស់លាស់ហ្មងបើខាងគេរៀបសិតតែមួយថ្ងៃវាស់ល្ងាចហើយតាមដែលយើងគម្រោងដូចគ្នាហើយគេអត់មានប្រែប្រួលហើយគេនៅតែមិនមានភាពជឿជាក់ 100% តែដល់ពេលសុភាពដូរទៅត្រឹមតែ1ម៉ោងចុងក្រោយបែរជាមានភាពជឿជាក់អ្វីដែលជាចំណុចសំខាន់ដែលខ្ញុំចង់ដឹងមែនទែនអាចថានេះខ្ញុំធ្លាប់បានចូលរួមការងារជាមួយសហគមន៍ចូលរួមជួយអភិវឌ្ឍជាមួយប្រជាពលរដ្ឋអញ្ចឹងដែរហើយអានេះជាតិចនិចមួយដែលខ្ញុំចំពោះទស្សនៈខ្ញុំគឺខ្ញុំធ្វើបានជោគជ័យកន្លងមកខ្ញុំមិនមែនមានបញ្ហាតែទឹកលើកនឹងទេអញ្ចឹងហើយប៉ុន្តែទោះបញ្ហាលើកនេះវាប្រឈមមុខខ្លាំងមែនទែនចំពោះខ្ញុំព្រោះខ្ញុំអស់សង្ឃឹមម្ដងហើយថាធ្វើមិនបានជោគជ័យ
ប៉ុន្តែខ្ញុំក្រោកឈរម្ដងទៀតរយៈពេលហ្នឹងខ្ញុំត្រូវសារយ៉ាងម៉េចធ្វើចំណុចហ្នឹងយ៉ាងម៉េចឲ្យបានជោគជ័យមកវិញវិរៈក្រោកឈរជាមួយនឹងសភាពក្រោកឈរឡើងពីព្រោះឥឡូវលទ្ធផលបានមកដៃខ្ញុំហើយខ្ញុំមើលយ៉ាងច្បាស់បន្តិចហើយអរគុណណាស់តែមកទូទាំងនិកជនឥឡូវនេះលទ្ធផលបានមកដៃខ្ញុំហើយខ្ញុំសូមប្រកាសក្នុងពេលនេះតែម្ដងសុភាពសូមចូលរួមសោកស្ដាយដែលប្អូននៅបន្តជាមួយនឹងកម្មវិធីរបស់យើងនឹងអបអរសាទរវិរៈបានបញ្ចប់ហើយណាសូមជូនពរឲ្យជោគជ័យហើយបាទសូមជ័យទៅផ្ទះចាស់បាទអរគុណទូទាំងនិកជនឥឡូវនេះកម្មវិធីរបស់យើងឃើញថានៅសល់តែបេក្ខជនតែ3រូបប៉ុណ្ណោះដើម្បីនឹងបន្តជាមួយនឹងកម្មវិធីរបស់យើងនៅសប្តាហ៍ក្រោយទៀតសម្រាប់ពេលនេះខ្ញុំបាទក៏សូមអរគុណចំពោះទូទាំងនិកជនដែលកំពុងទស្សនាជាមួយនឹងកម្មវិធីយុវជនឆ្នាំផងដែរហើយសូមជម្រាបផងថាសូមកុំភ្លេចនៅថ្ងៃទី24ខែកញ្ញាវេលាម៉ោង 5:45 នាទីគឺកម្មវិធីនឹងធ្វើការផ្សាយបន្តផ្ទាល់បាទតាមទូរទស្សន៍ CTN លោកអ្នកអាចនឹងចូលរួមធ្វើការបោះឆ្នោតតាមរយៈសារ SMS ដើម្បីជ្រើសរើសបេក្ខជនម្នាក់ណានឹងឈ្នះដំណើរទស្សនកិច្ចសិក្សាទៅកាន់សហរដ្ឋអាមេរិកដូច្នេះសូមកុំភ្លេចបាទខ្ញុំดูមួយនៅក្នុងវិញ្ញាសានេះយើងនឹងបន្តរង្វាន់$200សហរដ្ឋអាមេរិកជាប្រសិនបើមានការផ្ដល់ដែលកំពុងទស្សនាកម្មវិធីនេះបានដល់វិញ្ញាសាបានដល់គំនិតល្អហើយយើងអាចប្រាក់ក្នុងវិញ្ញាសាយើងអាចដល់រង្វាន់គាត់ទេអាចលើវិញ្ញាសាពីមុនមកបាទយើងនៅតែផ្ដល់ចំនួន$200ដែរបាទនៅតែផ្ដល់ដដែលបាទសូមអរគុណទូទាំងនិកជនជាទីបញ្ចប់យើងខ្ញុំសូមអរគុណនិងសូមប្រសិទ្ធពរជ័យជូនដល់ទូទាំងនិកជនសូមអរគុណសូមជម្រាបលាសូមអរគុណសូមជម្រាបលាជាចង់បញ្ចប់ខ្ញុំមានពាក្យពេចន៍មួយចំនួនដែរដែលចង់បង្ហាញនិងប្រាប់ទៅដល់យុវជនក៏ដូចជានិស្សិតដែរថារាល់ការប្រកួតប្រជែងទាំងអស់វាតែងតែមានឈ្នះនិងចាញ់ប៉ុន្តែសំខាន់យើងខ្លួនឯងនឹងត្រូវជឿជាក់លើអ្វីដែលយើងធ្វើកុំបោះបង់ចោលនៅអ្វីដែលយើងព្យាយាមនិងទាន់ពងចង់បានហើយជាចង់បញ្ចប់នោះខ្ញុំចង់ប្រាប់ថារាល់ការប្រកួតប្រជែងដូចជាកម្មវិធីយុវជនឆ្នើមអញ្ចឹងវាធ្វើឲ្យមនុស្សយើងនឹងចេះបត់បែនតាមកលៈទេសៈមានភាពជឿជាក់និងអំណត់ទៅលើការងារអញ្ចឹងរាល់ការងារមួយធ្វើបានសម្រេចមិនមែនព្រោះតែយើងមានសមត្ថភាពគួបផ្សំនៅនឹងល្បិចនិងបញ្ញារបស់យើងទៀតហើយនឹងការបញ្ចុះបញ្ចូលដើម្បីឲ្យគេចូលរួមនិងជួយទៅដល់សកម្មភាពការងាររបស់យើងនឹងទៅទទួលបានជោគជ័យហើយការប្រកួតប្រជែងយុវជនឆ្នាំនេះមិនមែនថាអ្នកចូលប្រកួតគោលបំណងគឺចង់ទៅកម្មសិក្សានៅអាមេរិកទាំងអស់គ្នាទៀតពិតការចូលប្រកួតប្រជែងនេះអាចចំណុចដែលទៅសហរដ្ឋអាមេរិកដើម្បីទទួលកម្មសិក្សានឹងវាគ្រាន់តែជាមួយផ្នែកមួយតែធាតុពិតដ៏សំខាន់បំផុតនោះសម្រាប់អ្នកប្រកួតប្រជែងគឺឱកាសនៃការងារព្រោះអីពេលណាដែលយើងជាប់ឬក៏ឈ្នះនៅមួយវគ្គយើងតែជួបអ្នកដែលគេមានការងារខ្ពង់ខ្ពស់អ្នកដែលគេរស់ស៊ីដែលធ្លាប់ទទួលបានជោគជ័យជាច្រើនអញ្ចឹងសំខាន់បំផុតសម្រាប់យុវជននិងនិស្សិតគឺឱកាសការងារនោះឯងមិនមែនការចុះកម្មសិក្សាទៅសហរដ្ឋអាមេរិកទាំងស្រុងនោះឡើយអញ្ចឹងសូមចាំថាបើសិនជាយើងចាញ់ក៏ដោយឈ្នះក៏ដោយប៉ុន្តែគឺយើងនៅមានតម្លៃមួយដែរគឺតម្លៃនៃការចូលរួមក្នុងកម្មវិធីយុវជនឆ្នើមដែលយើងអាចទទួលបានការងារមួយដ៏ល្អព្រោះយើងបានបង្ហាញពីសមត្ថភាពដែលយើងមានឲ្យអ្នកដទៃឃើញហើយជឿជាក់ទៅលើអ្វីដែលយើងធ្វើថាយើងអាចនឹងធ្វើបានជម្រាបសួរទូទាំងនិកជនដែលទស្សនាជាមួយនឹងកម្មវិធីយុវជនឆ្នើមឥឡូវនេះយើងឃើញហើយថានៅសល់តែបេក្ខជន3នាក់ប៉ុណ្ណោះនៅក្នុងកម្មវិធីរបស់យើងហើយថាតើអ្នកណានឹងបញ្ចប់ត្រឡប់ទៅផ្ទះនៅក្នុងសប្តាហ៍ក្រោយដូច្នេះលោកស្រីយើងឃើញថានៅក្នុងសប្តាហ៍ទី10នេះគឺយើងមានសល់សុភាពលក្ខណៈនិងសុផលដូច្នេះលោកស្រីអាចធ្វើតេស្តលើសមត្ថភាពពួកគាត់តាមរយៈការបោះឆ្នោតរបស់លោកអ្នកអាចបោះឆ្នោតតាមរយៈលេខ2000បើលោកអ្នកសម្រេចថាឲ្យសុផលទៅផ្ទះសូមចុច A បើលោកអ្នកសម្រេចឲ្យលក្ខណៈត្រឡប់ទៅផ្ទះសូមចុច B បើលោកអ្នកសម្រេចឲ្យសុភាពត្រឡប់ទៅផ្ទះសូមចុច C សូមចាប់ផ្ដើមពីពេលនេះទៅថាតើការគិតរបស់លោកអ្នកត្រឹមត្រូវដែរឬក៏អត់សប្តាហ៍បន្ទាប់នឹងបង្ហាញនៅថាតើអ្នកណានឹងបញ្ចប់ពីកម្មវិធីរបស់យើង